រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី25ហ៊ុនសែនមនុស្សសមសួនផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែនតើអ្វីខ្លះដែលបង្ហាញថាសម្ដេចហ៊ុនសែនជាមនុស្សសមសួនដែលយើងគួររៀនពីភាពសមសួនទាំងនោះដើម្បីជោគជ័យសម្រាប់ខ្ញុំសម្លឹងឃើញចំណុចមួយចំនួនខាងក្រោមតែមិនដឹងថាមិត្តអ្នកស្ដាប់មើលឃើញអ្វីផ្សេងទៀតជាការកត់សម្គាល់សម្ដេចហ៊ុនសែនមានជាងកាត់សក់ប្រចាំខ្លួននិងមានអ្នកសម្អាងសិតសក់ប្រចាំលោកសក់របស់លោកមិនដែលបាក់ភ្លីហើយសិតស៊ីនឹងទម្រង់មុខថែមទៀតក្រៅពីនេះម៉ូដសក់និងភ្លីសក់របស់លោកសមសួនជាអ្នកដឹកនាំ 2. សម្លៀកបំពាក់សម្ដេចក្រឡេកមកមើលសម្លៀកបំពាក់របស់លោកវិញមើលទៅសម្ដេចបែងចែកសម្លៀកបំពាក់តាមស្ថានភាពចុះជួបកសិករជួយបង្កបង្កើនផលឬពិនិត្យស្ថានភាពកសិកម្មលោកប្រើសម្លៀកបំពាក់បែបជាកសិករធម្មតាដែលជារឿយៗលោកតែងតែបង់កក្រមាពេលជួបសំណេះសំណាលជាមួយកម្មករកម្មការិនីលោកប្រើសម្លៀកបំពាក់ធម្មតាសាមញ្ញដោយភាគច្រើនបំផុតលោកមិនសូវជាប្រើអាវធំនិងក្រវ៉ាត់កទេតែសមសួនចំណែកតាមកម្មវិធីផ្សេងលោកប្រែប្រួលតាមខ្លឹមសារដូចជាកម្មវិធីសាសនាលោកប្រើសម្លៀកបំពាក់បែបប្រពៃណីសាសនាពិធីបែបពិធីការធំលោកប្រើអាវធំក្រវ៉ាត់កជារួមការប្រើសម្លៀកបំពាក់របស់លោកអាស្រ័យតាមខ្លឹមសារកម្មវិធីកលៈទេសៈនិងអ្នកចូលរួមផងដែរ 3. ទឹកមុខសម្ដេចចុះពីលើឡានក្តីពីលើយន្តហោះក្តីសម្ដេចផ្ដល់សេចក្តីរីករាយនិងសេចក្តីសង្ឃឹមភ្លាមដល់អ្នកទទួលបដិសណ្ឋារកិច្ចបើសម្ដេចមិនញញឹមទេក៏លោកបង្ហាញទឹកមុខបែបស្រស់បោះថ្លាថ្លៃដែលបង្កសេរីសួស្តីខ្លួនឯងផងនិងអ្នកដទៃផងទឹកមុខរបស់លោកប្រែប្រួលទៅតាមស្ថានភាពរឿងពិសេសពេលលោកថ្លែងសន្ទរកថាឬបឋកថាម្ដងជារួមនៅលើវេទិកាសម្ដេចហ៊ុនសែនតែងតែបង្ហាញទឹកមុខស្រស់បំព្រងសម្ដេចមិនដែលធ្វើមុខក្រញើឬស្អុយប៉ែនោះឡើយលោកតែងតែញញឹមទៅកាន់អ្នកចូលរួមជានិច្ចលើកលែងតែពេលលោកថ្លែងសារដែលមន្ត្រីឬអ្នកនយោបាយធ្វើឲ្យប៉ះពាល់អារម្មណ៍លោកឬគោលនយោបាយដឹកនាំ 4. ដំណើរសម្ដេចចំណែកឯដំណើររបស់សម្ដេចវិញពោពេញដោយភាពអង់អាចស្វាហាប់លះក្នុងនាមជាអ្នកដឹកនាំសមនឹងកាយសម្បទារបស់សម្ដេចខ្ពស់ស្រឡះមៀតធំដំបងក្នុងចរិតជាបរិសខ្មែរអង្គរជំហានរបស់លោកបោះមិនញាប់ពេកមិនលឿនពេកទៅតាមស្ថានភាពនីមួយៗតែមួយជំហានក្នុងដំណើរប្រកបដោយកម្លាំងមាំទាំមិនត្រេតត្រោតដូចជាមានបងបាញ់ច្រែងមិនក្លែងក្លងស្របពេលគ្នានោះដៃទាំងពីររបស់សម្ដេចក៏បានធ្វើសកម្មភាពព្រមគ្នាតាមជំហានជើងបោះផងដែរដៃឆ្វេងក្តីដៃស្ដាំក្តីបោះស៊ីគ្នានឹងជើងបោះម្ដងនិងធ្វើសកម្មភាពតាមជាក់ស្ដែងដូចជាលើកសំពះលើកដៃរាលូកដៃចាប់អ្នកទទួលបដិសណ្ឋារកិច្ចផ្នែកទី2ទស្សនៈសិក្សាក្នុងមេរៀននេះខ្ញុំមិនទាញទស្សនៈសិក្សាវែងឆ្ងាយទេពីព្រោះមិត្តអ្នកស្ដាប់ក៏ឃើញនឹងភ្នែកហើយការលើកយកមកបង្ហាញរបស់ខ្ញុំក៏ងាយយល់ជាចំណុចដែលត្រូវរៀនសូត្រដែរជារួមដើម្បីជីវិតឈានឡើងឬធ្វើឲ្យរិស័យឡើងក៏បីចេះរៀបចំខ្លួនឲ្យសមសួនក្នុងនោះសក់ក្បាលត្រូវមានភ្លីសមតាមទម្រង់មុខតាមវ័យតាមតួនាទីឋានៈការងារផងជៀសវាងសក់គ្មានភ្លីគ្មានសណ្ដាប់ធ្នាប់សំពីងសំពងរញ៉េរញ៉ៃចាស់តែងនិយាយថាកុំខោមិនខោអាវមិនអាវសម្លៀកបំពាក់ជាគ្រឿងលម្អនិងទាក់ទាញចំណាប់អារម្មណ៍ជាពិសេសធ្វើឲ្យមានទំនុកចិត្តខ្លួនឯងផងនិងពីអ្នកផងទាំងពួងដែរការនៅផ្ទះការដើរលេងស្លៀកពាក់ធម្មតាមិនចោតទេតែបើចេញទៅទំនាក់ទំនងសាធារណៈក៏បីរៀបខ្លួនថែមទាំងរៀបរឹករៀបពៀទៀតផងបេក្ខជនត្រូវទៅសម្ភាសចូលបម្រើការងារមន្ត្រីទីផ្សារមន្ត្រីទំនាក់ទំនងមន្ត្រីអ្នកមុខអ្នកការអ្នកនយោបាយត្រូវតែសមសួនជានិច្ចរឿងសម្លៀកបំពាក់នេះចូលប្រុងប្រយ័ត្នអំពីដំណើររបស់ខ្លួនដែរដោយចេះរៀននិងចេះកែនិងវឹកហាត់ដំណើរឃ្លាមួយក្នុងបទចម្រៀងអូនស្រីខ្មែរដើរត្រូវតែសម្ភីតាមប្រពៃណីខ្មែរយើងតាំងពីបុរាណមិនសំដៅតែនារីទេបរោះក៏បីគិតគូរដែរចំពោះទឹកមុខក៏មិនខុសគ្នាដែរសូមរៀនពីសម្ដេចសូមហាត់រៀនឲ្យទឹកមុខស្រស់ស្រាយនិងញញឹមជានិច្ចរហូតក្លាយជាទម្លាប់ប៉ុន្តែត្រូវប្រែប្រួលតាមស្ថានភាព
ដោយដែលខ្ញុំបង្ហាញក្នុងករណីសិក្សាសម្ដេចហ៊ុនសែនយើងអាចវឹកហាត់ធ្វើទឹកមុខនេះនៅមុខកញ្ចក់ជាប្រចាំនិងជាប់ជាទម្លាប់ហើយខ្ញុំគ្រាន់តែលើកឧទាហរណ៍តូចមួយទេយើងនាំគ្នាទៅចូលរួមបុណ្យសពតែបែរជាទឹកមុខរបស់យើងញញឹមរីករាយស្រស់ស្រាយជាពិសេសនាំគ្នាញញឹមដាក់កាមេរ៉ាថត selfie បង្ហោះ Facebook ទៅវិញនេះជាការខុសឆ្គងរឿងទឹកមុខនេះប្រសិនបើយើងជាតួអង្គឯកក្នុងកម្មវិធីណាមួយវាគ្មិនគណៈអធិបតីការធ្វើមុខក្រញើឬស្អុយប៉ែនឹងប៉ះពាល់អារម្មណ៍អ្នកចូលរួមហើយក៏នាំឲ្យប៉ះពាល់ប្រជាប្រិយភាពខ្លួនឯងដែរយើងមិនធ្វើរហូតដូចតារាសម្ដែងនោះទេតែក៏បីមានសិល្បៈនេះដើម្បីជាលបាយជោគជ័យក្នុងការថ្លែងទៅកាន់មហាជនការសន្ទនាការធ្វើបទសម្ភាសន៍ការលក់ដូរការទំនាក់ទំនងផ្សេងៗជារួមដើម្បីជោគជ័យក្នុងក្របខ័ណ្ឌណាមួយសេចក្តីសន្និដ្ឋានតាមសៀវភៅហ៊ុនសែនបរិះខ្លាំងរបស់កម្ពុជាសរសេរថាគាត់បញ្ចេញឯកតកម្មពីរមួយសម្រាប់ពិភពលោកនិងមួយទៀតសម្រាប់កម្ពុជាសម្ដេចហ៊ុនសែនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាយុ33ឆ្នាំ14មករា1985ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេលើពិភពលោកនាពេលនោះសម្ដេចហ៊ុនសែនថ្លែងថាវាជាឧទាហរណ៍តែមួយគត់ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមេដឹកនាំកម្ពុជាទទួលបានសម្លេងឆ្នោតសម្ងាត់ផ្ដល់សេចក្តីទុកចិត្ត 100% ក្នុងសភាជាតិរឿងនេះមិនដែលកើតមានទាល់តែសោះក្នុងករណីអតីតនាយករដ្ឋមន្ត្រីប៉ែនសវណ្ណនិងលោកច័ន្ទស៊ីអ្នកមុនខ្ញុំនោះដែលធ្លាប់មិនបានទទួលសម្លេងទុកចិត្តប្រមាណដងនៅក្នុងសភានោះសម្ដេចឪសីហនុមានបន្ទូលថាលោកហ៊ុនសែនជាមេដឹកនាំគួរឲ្យកត់សម្គាល់ម្នាក់គាត់ក្មេងវាងវៃហើយមានបទពិសោធន៍ក្នុងកិច្ចការរបស់ប្រទេសទៀតផងគាត់ជាជនស្នេហាជាតិហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជនរបស់គាត់មានមោទនភាពជាតិកាលដែលខ្ញុំនៅពីក្មេងខ្ញុំដូចគាត់ប្រកបដោយធម៌ពលចិត្តខ្លាំងដូចព្យុះសង្គ្រាហិង្សាក្នុងសម្ដីតែនោះជាយុវវ័យយើងទាំងអស់គ្នាទុំចូលតាមអាយុប្រទេសកម្ពុជាមានសំណាងដោយមានលោកហ៊ុនសែនយើងត្រូវការហ៊ុនសែនច្រើនអ្នកទៀតលោកអាលីអាឡាតាសអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីថ្លែងកោតសរសើរសម្ដេចហ៊ុនសែនថានៅក្នុងដំណាក់កាលនៃការចរចាស្វែងរកសន្តិភាពនាចុងទសវត្សរ៍1980បើទោះជាហ៊ុនសែនជាមេដឹកនាំក្មេងជាងគេក្នុងចំណោមភាគីចំនួនទាំងអស់របស់ប្រទេសកម្ពុជាក៏ដោយក៏លោកសង្កេតឃើញថាហ៊ុនសែនជាមនុស្ស smart and flexible ឬឆ្លាតនិងចេះបត់បែនលោកបន្តថាមនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែងហើយថាលោកធ្លាប់សរសើរសម្ដេចសីហនុថាជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមនៅក្នុងតំបន់អាស៊ីប៉ុន្តែហ៊ុនសែនក៏មិនធម្មតាដែរព្រោះថាបើទោះជានៅក្មេងនឹងមានបទពិសោធន៍នយោបាយតិចជាងសម្ដេចសីហនុលោកសឿនសាននិងមេដឹកនាំខ្មែរក្រហមដទៃទៀតក៏ដោយក៏ហ៊ុនសែនអាចប្រឈមជាមួយអ្នកទាំងនោះបានដោយមិនចុះញោមដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេពកោសល្យពីកំណើតហើយទេពកោសល្យពីកំណើតនេះគឺលំបាករកណាស់នៅក្នុងសង្គមមនុស្សលោកកាសិតភិរមយ៉ាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្លែងថាហ៊ុនសែនជាមនុស្សឆ្លាតនិងជាមនុស្សល្អបើទោះជានៅឆ្នាំ1989ហ៊ុនសែនមិនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដូចជាលោកសឿនសានព្រះអង្គម្ចាស់នរោត្តមរណរដ្ឋលោកសឿនស៊ូប៊ែក៏ដោយក៏ហ៊ុនសែនមានភាពវៃឆ្លាតពូកែនិងរហ័សរហួនជាងអ្នកទាំងនោះតាមលក្ខណៈពីធម្មជាតិហ៊ុនសែនពិតជាពូកែនិងបង្ហាញពីសម្បញ្ញៈល្អសៀវភៅលោកឆាយសុផលអះអាងថាលោកកាសិតភិរមយ៉ានាចុងទសវត្សរ៍1980ជាប្រធានដឹកនាំប្រតិភូថៃទៅចូលរួមការចរចាសន្តិភាពនៃភាគីចំនួនកម្ពុជាសម្ដេចហ៊ុនសែនចាប់កំណើតនាពាក់កណ្ដាលអាធ្រាត្រក្រោមព្រះច័ន្ទពេញបូរមីនៅថ្ងៃអង្គារទី5ខែសីហាឆ្នាំ1952ឆ្នាំរោងសៀវភៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីប្រសូតចេញពីត្រកូលកសិករសរសេរទៀតថានេះជាកាលបរិច្ឆេទដ៏ពិសេសបើតាមជំនឿរបស់ខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនាក្នុងរឿងភាគបុរាណចិនមានប្រយោគមួយពោលថាខ្លាំងទាំងអក្សរសាស្ត្រខ្លាំងទាំងវិជ្ជាគុណមិនខុសគ្នាទេ
សម្ដេចហ៊ុនសែនជាអ្នកគុណនិយមដែលខ្លាំងទាំងអក្សរសាស្ត្រនិងវិជ្ជាគុណជារួមខ្ញុំមើលឃើញថាសម្ដេចហ៊ុនសែនមិនខុសពីមនុស្សទេពឬមនុស្សអច្ឆរិយៈដែលគ្រប់យ៉ាងលោកទម្លុះទម្លាយបានជោគជ័យសម្រាប់ប្រជាជននិងប្រទេសជាតិទាំងមូលសម្ដេចហ៊ុនសែនទទួលបានពានរង្វាន់សន្តិភាពជាច្រើនកម្រិតពិភពលោកថ្ងៃទី2ខែធ្នូឆ្នាំ1996សម្ដេចទទួលបានពានរង្វាន់សន្តិភាពពិភពលោកពីបណ្ឌិតសភាសន្តិភាពពិភពលោកពានរង្វាន់នេះបានទទួលស្គាល់ថាសម្ដេចហ៊ុនសែនជាវីរៈជនទី6និងជាអ្នកទី1ក្នុងអាស៊ីខាងត្បូងដែលបានទទួលមកដល់ថ្ងៃទី22ខែធ្នូឆ្នាំ2011សម្ដេចហ៊ុនសែនទទួលបានពានរង្វាន់ស្ដីពីការលើកកម្ពស់ពិភពលោកដោយបេះដូងមានតែមួយពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិស្រីចិនម៉ុយស្រីចិនម៉ុយលើកឡើងថាសម្ដេចហ៊ុនសែនជាសាវកដែលត្រូវបានជ្រើសរើសដោយព្រះពុទ្ធជាម្ចាស់ឲ្យមកជួយប្រជាជនកម្ពុជារាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់ហើយផ្ដល់ដល់ពួកគេនៅចំណេះដឹងម្ហូបអាហារទីជម្រកសាលារៀនមន្ទីរពេទ្យប្រឡាយទឹកនិងដឹកនាំប្រទេសកម្ពុជាទៅក្នុងអាស៊ានមកដល់ថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2019សម្ដេចហ៊ុនសែនត្រូវសហព័ន្ធសន្តិភាពសកលប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អជូនពានរង្វាន់នេះប្រគល់ជូនដោយលោកស្រីបណ្ឌិតស្ថាបនិកហាក់ចាហាន់មុនក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ2019ដែលរៀបចំនៅខេត្តសៀមរាបប្រទេសកម្ពុជាតាមដែលខ្ញុំស្រាវជ្រាវអានឯកសារប្រវត្តិសាស្ត្រនិងការសង្កេតផ្ទាល់តាំងពីខ្ញុំចេះចាប់អារម្មណ៍កិច្ចការនយោបាយនិងសង្គមខ្ញុំអាចនិយាយបានថាសម្ដេចហ៊ុនសែនបានអភិវឌ្ឍខ្លួនក្លាយជាបុគ្គលកំពូលជោគជ័យទាំងសម្រាប់ខ្លួនឯងគ្រួសារពិសេសសម្រាប់សង្គមជាតិតាមរយៈការអានស្រាវជ្រាវនិងអង្កេតផ្ទាល់ខ្ញុំមើលឃើញថាហ៊ុនសែនពីជនរងគ្រោះក្លាយជាអ្នកសង្គ្រោះជាតិហ៊ុនសែនពីកូនចៅក្លាយជាមេកោយនាយចៅវាយហ៊ុនសែនពីកូនអង្គការក្លាយជាដៃគូចរចាជាមួយអង្គការហ៊ុនសែនពីកូនអង្គការក្លាយជាស្ថាបនិកកាត់ទោសមេដឹកនាំអង្គការហ៊ុនសែនពីរាជព្រះអង្គក្លាយជាដៃគូចរចារបស់ព្រះអង្គហ៊ុនសែនពីក្មេងវត្តក្លាយជារដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីតាមទ្រឹស្ដីវិទ្យាសាស្ត្រនយោបាយមេដឹកនាំមានមុខងារ7យ៉ាងរួមមាន 1. មុខងារបង្រួបបង្រួម 2. មុខងារវិភាគនយោបាយ 3. មុខងារជួយតម្រង់ទិស 4. មុខងារប្រមូលផ្ដុំឆន្ទៈស្មារតីប្រជាជន 5. មុខងារអភិបាលកិច្ចល្អ 6. មុខងារនិរន្តរកម្មនិងបង្កើតយន្តការរវាងអ្នកដឹកនាំនិងមហាជននិង 7. មុខងារផ្ដើមគំនិតលើកស្ទួយស្មារតីក្រឡេកមកមើលសម្ដេចហ៊ុនសែនក្នុងនាមជានាយករដ្ឋមន្ត្រីលោកបានបំពេញមុខងារទាំងនេះមិនចន្លោះពោលគឺសម្ដេចបានបំពេញតួនាទីមុខងារក្នុងនាមជាមេដឹកនាំទាំង7នេះតាំងពីកម្រិតមូលដ្ឋានដល់កម្រិតជាតិនិងអន្តរជាតិតាមទ្រឹស្ដីវិទ្យាសាស្ត្រនយោបាយដដែលគេចែកមេដឹកនាំនយោបាយជា4ប្រភេទ 1. មេដឹកនាំបែបមហាបុរស 2. មេដឹកនាំបែបធម្មតា 3. មេដឹកនាំបែបពាណិជ្ជករនិង 4. មេដឹកនាំបែបពន្លត់អគ្គិភ័យសម្រាប់ខ្ញុំចាត់ទុកសម្ដេចហ៊ុនសែនជាមេដឹកនាំបែបមហាបុរសជារួមខ្ញុំយល់ឃើញថាការស្រាវជ្រាវចងក្រងរបស់ខ្ញុំពេលនេះសម្រាប់ការរៀនសូត្រផ្ទាល់ខ្លួនផងសម្រាប់ជាការចែករំលែកដល់មិត្តអ្នកស្ដាប់ផងក្រែងបានជាប្រយោជន៍ទាំងអស់គ្នាតាមវប្បធម៌ចែករំលែកតែយ៉ាងណាក្តីខ្ញុំមិនហ៊ានអះអាងថាត្រូវចិត្តមិត្តអ្នកស្ដាប់ 100% នោះទេជួនកាលមិត្តអ្នកស្ដាប់មើលឃើញជ្រៅជ្រះជាងខ្ញុំផងជួនកាលមិត្តអ្នកស្ដាប់អានមើលឃើញជ្រៅជ្រះជាងខ្ញុំផងតើនរណាគួរអានសៀវភៅនេះអ្នកក្រគួរអានសៀវភៅនេះកូនកសិករគួរអានសៀវភៅនេះអ្នកតូចគួរអានសៀវភៅនេះត្រកូលអ្នកមានទ្រព្យគួរអានសៀវភៅនេះត្រកូលអ្នកមានឋានៈតួនាទីគួរអានសៀវភៅនេះត្រកូលអ្នកធំមានបណ្ដាស័ក្តិគួរអានសៀវភៅនេះតើអានសៀវភៅនេះដើម្បីអ្វីអានដើម្បីអភិវឌ្ឍខ្លួនអានដើម្បីលើកទឹកចិត្តខ្លួនឯងអានដើម្បីផ្លាស់ប្ដូរខ្លួនឯងអានដើម្បីស្គាល់ខ្លួនឯងអានដើម្បីកុំឲ្យភ្លេចខ្លួនចង់ជោគជ័យត្រូវធ្វើដោយការសាងសង់អគារខ្ពស់មួយ
ទី1សិក្សាគម្រោងប្លង់ទី2គូប្លង់ទី3អនុវត្តតាមប្លង់ទី4បុកគ្រឹះទី5រៀបឥដ្ឋម្ដងមួយដុំ